សង្ហនិងមហាជនជាច្រើនយល់ថាការជួបតតាំងនឹងមហាម៉ាត់ជាឧបសគ្គធំសម្រាប់ឌីមសរ៉ុំប៉ុន្តែឌីមសរ៉ុំវិញយល់ថាមិនមែនជាឧបសគ្គនោះទេប៉ុន្តែជាឱកាសសាងភាពល្បីល្បាញប្រសិនបើរូបគេអាចយកឈ្នះមហាម៉ាត់នេះបានតាមរយៈបទសម្ភាសន៍ពេជ្រសង្ហដែលធ្លាប់ជួបទាំងមហាម៉ាត់និងធ្លាប់ជួបទាំងឌីមសរ៉ុំបានលើកឡើងថាមហាម៉ាត់ជាកីឡាករធន់ស្វិតនិងស៊ូល្អដូច្នេះរូបគេថាឌីមសរ៉ុំអាចនឹងលំបាកក្នុងការយកឈ្នះប្រសិនបើមិនអាចវាយយកពិន្ទុឬក៏វាយផ្ដាច់នៅទឹកដំបងបានបីទឹកដំបូងបើឌីមទរងគាត់នៅមានកម្លាំងគាត់អាចថាគាត់ចេញអាវុធបានច្រើនគាត់មានភាគរយតែបើហាផុតទឹក3ហើយគាត់ទៀងពិបាកអញ្ចឹងបានន័យថាបើ3ទឹកដំបងឌីមសរ៉ុំធ្វើបានល្អអាចទទួលបានជ័យជំនះច្រើនប៉ុន្តែបើ3ទឹកដំបងធ្វើអត់សូវបានល្អទេមិនដែរគឺយ៉ាប់ហ្មងដល់យ៉ាប់នឹងរបៀបមិនដែរយ៉ាប់គឺមហាឡាគាត់ចាប់វាយមហាម៉ាត់បើនិយាយទៅជាកីឡាករប្រភេទមិនដែរប្រភេទបុកអាវុធគ្រប់គ្រឿងហើយចេញទាំងព្រមធ្ងន់នេះគាត់បើធ្ងន់មិនសូវធ្ងន់តែគាត់ចេញបានច្រើនគាត់កំរោលមកប្រក្របយើងយកហ្មងហើយបើភាពធន់មកគាត់មិនដែរធន់មកគាត់គឺល្អភាពធន់មកគាត់គឺអាចថាកីឡាយើងពិបាកនឹងហូបគាត់ណាទោះជាយ៉ាងណាឌីមសរ៉ុំបានបង្ហាញជំនឿចិត្តចំពោះខ្លួនឯងថានឹងធ្វើបានល្អសម្រាប់ជំនួបជាមួយនឹងមហាម៉ាត់ដោយរូបគេថានេះជាឱកាសកម្រដើម្បីសាងភាពល្បីល្បាញប្រសិនបើរូបគេអាចទទួលបានជ័យជំនះមហាម៉ាត់គាត់ល្អទាំងស៊ូសនិងចែកទេសបងព្រោះមហាម៉ាត់នេះគាត់ឈ្នះដល់ឡាវសេណេតហើយថៃមិនគាត់មិនល្អសេណេតបងសេណេតអ្នកគេមិនទទួលស្គាល់ថាគាត់ជាកីឡាករល្អមួយក្នុងប្រទេសខ្មែរហើយបើគាត់ឈ្នះសេណេតមួយទៀតកម្រមានកីឡាករណាវាយគាត់ប៉ុន្តែបើជាហាត់សរ៉ុំមានជំនឿចិត្តខ្លួនឯងមិនដែរទុកចិត្តខ្លួនឯងមិនដែរការប៉ះជាមួយនឹងមហាម៉ាត់ខ្ញុំមានជំនឿចិត្តខ្ពស់ដែរបងថាខ្ញុំសប្បាយចិត្តពេលដែលគេផ្ដល់ឱកាសឲ្យប៉ះជាមួយមហាម៉ាត់ដែលជាជើងខ្លាំងនេះហើយអ្នកខ្លះគាត់បើចង់ជួបខ្លាំងតែគាត់មិនងាយបានជួយយើងគួរសប្បាយចិត្តដែរពេលគេផ្ដល់ឱកាសឲ្យយើងបើយើងឈ្នះយើងអាចនឹងមានមុខមានមាត់តែបើយើងចាញ់មិនមែនជាបញ្ហាអីបងគូជម្រាបថាការប្រកួតរវាងឌីមសរ៉ុំជាមួយនឹងប៉ែនកមហាម៉ាត់នឹងត្រូវធ្វើឡើងនៅបរិយាជីពម៉ុងប៉ូចន្តុងនាថ្ងៃទី5ខែវិច្ឆិកាខាងមុខនេះនៅលើសង្វៀន KKRF នៃស្ថានីយទូរទស្សន៍ CTN ចាប់ពីម៉ោង 8 កន្លះយប់តទៅ